เรียบสู้แล้วก็ไหนก็รู้กับโดยเชียร์สุดได้มาแพ้ถึงออกแค่นี้ในขยมชูแฮมจันดาลดยมบ้าชั่วโมงบนวันนี้รัดชมชมบนถึงเนี้ยขยมชูชันแต่ใจยมบ้าชั่วโมงตัวจะทำตู้ยมบ้าชั่วโมงซุนโชยตลอดเทียร์นะยมบ้าชั่ววันรัตแคมรันปุยเยอะๆเนี่ยมาปีกร้องได้បន្ទាប់ពីបានធ្វើការណែនាំខ្លួនរួចឥឡូវយើងមកដឹងអំពីវត្ថុបំណងរបស់ក្រុមដីដែលនឹងត្រូវធ្វើការសិក្សាស្រាវជ្រាវនៅតំបន់ឧទ្យានជាតិគិរីរម្យទី1គឺការសិក្សាស្រាវជ្រាវអំពីប្រភេទដីទី2គឺការកកើតលក្ខណៈគុណភាពដីនិងទី3គឺកត្តាបំពុលដីនៅក្នុងតំបន់ឧទ្យានជាតិគិរីរម្យហើយនេះគឺជាសកម្មភាពដែលក្រុមដីកំពុងតែធ្វើការពិនិត្យទៅលើឧបករណ៍ដែលនឹងត្រូវធ្វើការប្រើប្រាស់នៅពេលសិក្សាស្រាវជ្រាវទី1គឺឧបករណ៍វាស់សីតុណ្ហភាពនិងសំណើមបន្តមកគឺឧបករណ៍វាស់ pH និងសំណើមយើងមានជាឧបករណ៍វាស់សីតុណ្ហភាពមានជាមីក្រូទស្សន៍ដែលយើងមើលទៅកាន់សត្វល្អិតនិងកែវប្លាស្ទិកដែលយើងទុកដាក់សត្វល្អិតហើយនេះគឺជាសកម្មភាពដែលក្រុមយើងខ្ញុំកំពុងតែធ្វើដំណើរទៅកាន់ទីតាំងទី1ដែលនឹងត្រូវធ្វើការសិក្សាស្រាវជ្រាវដែលទីតាំងទី1នេះគឺមានរយៈកម្ពស់670ម៉ែត្រពីនីវ៉ូទឹកសមុទ្រជាដំបូងគឺយើងធ្វើការដាក់ឧបករណ៍វាស់ pH វាស់សីតុណ្ហភាពនិងវាស់សំណើមនៅជុំវិញតំបន់ដែលយើងសិក្សាជាបន្ទាប់គឺយើងធ្វើការកាប់ដីទៅកាន់ជម្រៅដែលយើងចង់បានក្នុងការសិក្សាស្រាវជ្រាវនិងមើលទៅកាន់ស្រទាប់របស់ដីជាទូទៅគឺដីមាន4ស្រទាប់ដែលមានស្រទាប់ O ស្រទាប់ A ស្រទាប់ B និងស្រទាប់ C ប៉ុន្តែដោយសារតែស្រទាប់ C ស្ថិតនៅជម្រៅជ្រៅអញ្ចឹងយើងចេញបានត្រឹមតែ3ស្រទាប់ប៉ុណ្ណោះហើយក៏យើងមើលទៅកាន់ប្រភេទសត្វល្អិតនិងដាក់ពិន្ទុនិងមើលទៅកាន់ដំណាំដែលនៅជុំវិញនោះបន្ទាប់មកយើងធ្វើការសន្និដ្ឋានដែលដីដែលយើងជីកបានគឺមានជម្រៅ43សង់ទីម៉ែត្រមានស្រទាប់ O ស្រទាប់ A និងស្រទាប់ B កម្រិត pH គឺមាន7សីតុណ្ហភាព27អង្សាសេ ប្រភេទសត្វល្អិតគឺមាន8ពិន្ទុហើយចំពោះកម្រិតសំណើមគឺមាន3ដែលស្ថិតនៅកម្រិតខ្សោយសារធាតុចិញ្ចឹមមានតិចប្រភេទដីគឺជាប្រភេទដីសាលាក្រែលាយខ្សាច់ពណ៌ដីគឺពណ៌ខ្មៅពណ៌ត្នោតពណ៌ទឹកក្រូចគ្មានការបំពុលក៏ដូចជាដីមិនសូវល្អចូលមកដល់ទីតាំងទី2គឺយើងធ្វើការសិក្សាដូចទៅនឹងទីតាំងទី1ដែរតែទីតាំងទី2មានរយៈកម្ពស់650ម៉ែត្រពីនីវ៉ូទឹកសមុទ្របន្ទាប់ពីបានពិនិត្យនិងធ្វើការស្រាវជ្រាវរួចយើងអាចសន្និដ្ឋានថាជម្រៅដីគឺមាន65សង់ទីម៉ែត្រដែលយើងជីកបានមានស្រទាប់ O ស្រទាប់ A និងស្រទាប់ B កម្រិត pH គឺ 6.5 មានសីតុណ្ហភាព30អង្សាសេប្រភេទសត្វល្អិតគឺមាន10ពិន្ទុកម្រិតសំណើម 2.5 ដែលស្ថិតនៅកម្រិតខ្សោយសារធាតុចិញ្ចឹមមធ្យមប្រភេទដីគឺដូចគ្នាសិលាក្រែលាយខ្សាច់ពណ៌ដីគឺពណ៌ត្នោតពណ៌លឿងហើយក៏មានពណ៌ខ្មៅផងដែរលក្ខណៈលូតលាស់ដីដំណាំយើងឃើញថាមានដើមស្វាយដើមចេកដើមដូងដើមស្រល់គុណភាពដីគឺមធ្យមឥឡូវនេះការបកស្រាយរបស់ខ្ញុំបានឈានមកដល់ទីបញ្ចប់សូមអរគុណអ្នកទាំងអស់គ្នាសម្រាប់ការស្ដាប់និងទស្សនា